សាច់គោអាំងទឹកម្រេចបងប្អូនគិតថាជាមុខម្ហូបដែលងាយស្រួលធ្វើត្រូវអត់ប៉ុន្តែបើសិនជាយើងធ្វើអត់ត្រូវក្បួនទេសាច់គោរបស់យើងនឹងអាចនឹងរឹងស្វិតពិបាកញ៉ាំអញ្ចឹងទៅអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាប្រឡាក់សាច់គោមិនឲ្យមានរសជាតិឆ្ងាញ់ទន់ផុយល្អហើយទឹកម្រេចរបស់យើងនឹងធ្វើចេញមកគឺត្រូវជាតិគ្នាទៀតបងប្អូនអាចមើលក្នុងវីដេអូនេះបានចំពោះគ្រឿងផ្សំដំបូងហ្នឹងគឺយើងមានជាសាច់គោបងប្អូនអាចប្រើជាសាច់ស្តេកដូចខ្ញុំក៏បានឬក៏ប្រើជាសាច់ជាប់ខ្លាញ់ក៏បានដែរបន្ទាប់មកយើងមានជាខ្ទឹមសម្រេចម្ទេសក្រូចឆ្មាឬក៏បងប្អូនប្រើជាបន្លែផ្ទាប់អីផ្សេងទៀតក៏បានដែរចំពោះសាច់គោនឹងគឺខ្ញុំប្រើជាសាច់ស្តេកឬក៏បងប្អូនប្រើសាច់ជាប់ខ្លាញ់ក៏បានដែរដោយដែលខ្ញុំបានបញ្ជាក់អញ្ចឹងសាច់នឹងបន្ទាប់ពីយើងលាងទឹកស្អាតហើយយើងយកវាមកកាត់ជាកង់ប្រហែលជាមួយថ្នាំងដៃអញ្ចឹងបងប្អូនកម្រាស់វាយកតែប៉ុណ្្នឹងបានហើយបងប្អូនកុំយកស្ដើងពេកហើយកុំយកក្រាស់ពេកសម្រាប់ប៉ុណ្្នឹងគឺយើងលៃសម្រាប់យកមកឆ្អិន 50% បន្ទាប់មកយើងមកបុកខ្ទឹមសលាយជាមួយនឹងម្រេចចំពោះខ្ទឹមសនឹងខ្ញុំប្រើរៀងច្រើនដែរដោយសារត្រូវលៃសម្រាប់ធ្វើទឹកម្រេចហ្មងហើយចំពោះម្រេចវិញបើសិនជាបងប្អូនអត់មានម្រេចមូលអញ្ចឹងទេអាចប្រើជាម្រេចធម្មតាក៏បានដែរគ្រាន់តែថាម្រេចមូលអញ្ចឹងគឺវាធម្មជាតិជាងហើយម្រេចហ្នឹងគឺមានក្លិនឈ្ងុយមែនតើដោយសារម្រេចហ្នឹងគឺបានពីបងប្អូនគាត់អ្នកដាំផ្ទាល់ខាងខេត្តមណ្ឌលគិរីហើយចំពោះការបុកលាយអញ្ចឹងបងប្អូនឲ្យពិបាកបុកមែនតើអញ្ចឹងហើយគឺខ្ញុំដកខ្ទឹមសចេញសិនយើងបុកម្រេចឲ្យបានម៉ត់ល្អសិនចាំយើងដាក់ខ្ទឹមសចូលតាមក្រោយហើយយើងបុកលាយជាមួយគ្នាអញ្ចឹងទៅគឺថាក្លិនវាឈ្ងុយមែនតើចំពោះការប្រឡាក់ជាមួយសាច់ហ្នឹងគឺយើងដាក់វាប្រហែលតែ1ស្លាបព្រាបាយទេបន្ទាប់មកយើងបន្ថែមប្រេងខ្យង1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេហើយនឹងចុងក្រោយនេះគឺជាប្រេងល្ងបើសិនជាបងប្អូនអត់មានទេអាចប្រើជាប្រេងឆាឬក៏ប្រេងអូលីវក៏បានដែរប្រឡាក់លាយជាមួយប្រេងល្ងអញ្ចឹងធ្វើឲ្យសាច់របស់យើងមានក្លិនឈ្ងុយហើយមួយទៀតសាច់របស់យើងនឹងគឺទន់ល្អមែនតើពេលដែលយើងយកទៅចៀនណាយើងប្រឡាក់ប្រើពេលរៀងយូរបន្តិចប៉ុន្តែប្រឡាក់ថ្នមបានហើយបងប្អូនយើងប្រឡាក់វាឲ្យទុកផ្អាប់វាចោលប្រហែលជា10នាទីឲ្យវាចូលជាតិសិនក្នុងកំឡុងពេលដែលយើងផ្អាប់សាច់គោទុកចោលហ្នឹងយើងមកធ្វើទឹកម្រេចឲ្យមកហើយចំពោះខ្ទឹមសហើយនឹងម្រេចហ្នឹងគឺខ្ញុំប្រើខ្ទឹមសម្រេចដែលខ្ញុំបានបុកឲ្យស្រាប់ហ្នឹងណាបន្ទាប់មកខ្ញុំបន្ថែមម្សៅស៊ុប1ស្លាបព្រាបាយស្ករ1ស្លាបព្រាបាយហើយនិងប៊ីចេង1ស្លាបព្រាកាហ្វេចំពោះការធ្វើទឹកម្រេចឲ្យមានរសជាតិឆ្ងាញ់ហ្នឹងបងប្អូនបើចាំបន្ថែមអំបិលឬក៏ទឹកត្រីទេយើងដាក់គ្រឿងតែ3មុខហ្នឹងបាននេះបន្ទាប់មកយើងច្របាច់ក្រូចឆ្មាហើយបន្ថែមទឹកឆ្អិនចូលបន្តិចមកយើងច្របល់គ្រឿងទាំងប្រមាណមុខហ្នឹងឲ្យចូលជាតិហើយបងប្អូនអាចភ្លក់មើលបានបន្ថែមបន្ថយគ្រឿងបានតាមចំណង់ចំណូលចិត្តបើសិនជាវារាងសាបបងប្អូនអាចបន្ថែមម្សៅស៊ុបបានប៉ុន្តែកុំបន្ថែមអំបិលហើយចុងក្រោយយើងថែមម្ទេសក៏បានឬក៏អត់ក៏បានដែរណាតាមចំណង់ចំណូលចិត្តអានេះដោយសារតែខ្ញុំចូលចិត្តហឹរផងបានខ្ញុំដាក់ម្ទេសថែមបន្ទាប់ពីយើងផ្អាប់សាច់របស់យើងប្រហែលជា10នាទីយើងមករៀបចំដាក់ចៀននេះហើយចំពោះការចៀនហ្នឹងបងប្អូនអាចចៀនដោយប្រើប៊ឺដូចខ្ញុំក៏បានឬក៏ប្រើប្រេងឆាក៏បានដែរការចៀនគឺយើងត្រូវប្រើភ្លើងឲ្យក្តៅខ្លាំងមែនទែនបន្ទាប់មកបងប្អូនអាសាដាក់ប៊ឺចូលផងដើម្បីកុំឲ្យវាខ្លោចភ្នែកបានអញ្ចឹងណាហើយបើសិនជាបងប្អូនចៀនដោយប្រើប្រេងឆាយើងអាសាមើលប្រេងកុំឲ្យវាស្ងួតខ្ទះអញ្ចឹងទៅហើយចំពោះការចៀនហ្នឹងមួយខាងគឺខ្ញុំប្រើពេលតែ30វិនាទីទេអាហ្នឹងគឺខ្ញុំចៀនយកឆ្អិន50%អញ្ចឹងណាហើយចំពោះជ្រុងផ្សេងទៀតហ្នឹងក៏យើងត្រូវចៀនទាំងអស់ដែរនិយាយទៅយើងប្រែឲ្យបានគ្រប់ជ្រុងហ្មងណាបន្ទាប់ពីខ្ញុំចៀនវារួចរាល់ហើយគឺខ្ញុំលើកវាដាក់ចុះប៉ុន្តែគឺយើងអត់តន់យកវាទៅហាន់ភ្លាមទេណាបងប្អូនយើងទុកវាចោលប្រហែលជា15នាទីសិនចាំយើងយកវាទៅហាន់ធ្វើអញ្ចឹងទៅបានពេលយើងហាន់គឺវាអត់ហៀឈាមចេញពីសាច់អញ្ចឹងណាព្រោះតែកាលណាយើងហាន់មកហៀឈាមចេញអស់សាច់គោរបស់យើងហ្នឹងវាអត់សូវមានជាតិទេបងប្អូនវារាងខ្សោះអញ្ចឹងទៅហើយដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងសាច់ហ្នឹងគឺឆ្អិនតែ50%ទេផ្នែកខាងក្រៅមើលទៅរាងកម្ៅដូចឆ្អិនអញ្ចឹងប៉ុន្តែផ្នែកខាងក្នុងគឺនៅរាងឆៅទេហើយសាច់គោបើសិនជាបងប្អូនចៀនយកមកឆ្អិនហ្មងគឺវារាងរឹងហើយនឹងស្វិតអញ្ចឹងទៅអញ្ចឹងហើយបងប្អូនអាចចៀនយកត្រឹមឆ្អិន50%ដូចខ្ញុំក៏បានឬក៏ឆ្អិនជាងនឹងបន្តិចក៏បានដែរគ្រាន់តែថាកុំឲ្យវាឆ្អិនខ្លាំងហើយសាច់គោដែលយើងធ្វើហ្នឹងគឺរបៀបដូចស្តេកអញ្ចឹងបងប្អូនគ្រាន់តែថាស្តេកគេអត់មានប្រឡាក់ជាមួយប្រេងខ្យងទេហើយចំពោះការញ៉ាំវិញបងប្អូនចង់ញ៉ាំជាសាច់ទទេដូចខ្ញុំអញ្ចឹងក៏បានឬក៏បន្ថែមជាបន្លែមានជាសាឡាត់ការ៉ុតត្រសក់អីទៀតក៏បានដែរហើយនេះដោយសារតែខ្ញុំអត់បានត្រៀមមុនអញ្ចឹងហើយអត់មានបន្លែទេបងប្អូនគឺមានតែសាច់ហ្នឹងហើយបងប្អូននេះគឺសាច់គោអាំងជាមួយទឹកម្រេចរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយសម្រាប់សាច់គោហ្នឹងខ្ញុំបញ្ជាក់បងប្អូនបន្តិចយើងអាចយកទៅចៀនដូចសាច់ជ្រូកទេណាបើសិនជាសាច់ជ្រូកក៏យើងចៀនធម្មតាញ៉ាំបានប៉ុន្តែបើសិនជាយើងយកសាច់គោប្រឡាក់ហើយយកទៅចៀនដូចសាច់ជ្រូកហ្មងបងប្អូនគឺដឹងតរឹងហើយស្វិតពិបាកញ៉ាំហ្មងណាហើយចំពោះសាច់ហ្នឹងក៏អញ្ចឹងដែរគឺយើងត្រូវចេះជ្រើសសាច់ណាដែលវាផុយអញ្ចឹងណាអាចយកជាសាច់ស្តេកក៏បានសាច់ជាប់ខ្លាញ់ក៏បានឬក៏មួយទៀតហ្នឹងសាច់ច្រឡកគ្រាន់ថាសាច់ច្រឡកវារាងរឹងជាងគេបន្តិចអញ្ចឹងណាបើសិនជាបានសាច់ជាប់ខ្លាញ់គឺកាន់តែឆ្ងាញ់អញ្ចឹងទៅព្រោះអី
សាច់ចកខ្លាញ់យើងញ៉ាំទៅវាអត់ស្ងួតទេបងប្អូនវាមានជាតិតុនអញ្ចឹងណាបងប្អូនព្រោះអីវាមានខ្លាញ់មានអីអញ្ចឹងទៅប៉ុន្តែអានេះគឺខ្ញុំប្រើជាសាច់ steak ក៏បងប្អូនសាច់នឹងក៏បានដូចគ្នាហើយសម្រាប់បងប្អូនណាដែលចង់ឲ្យឆ្អិនជាងនឹងក៏បានដែរណាឆ្អិនជាងនឹងក៏បានដែរកុំឲ្យតែវាឆ្អិនខ្លាំងហ្មងអានឹងវារៀងរឹងអញ្ចឹងទៅហើយបើសិនជាបងប្អូនចង់ញ៉ាំជាមួយបន្លែដូចជាតសក់ការ៉ុតឬក៏កាឆែតអីក៏បានដែរដោយសារនេះខ្ញុំបានព្រៀងទុកគេបងប្អូនសម្រាប់ម្ហូបសាច់គោអាំងឬក៏សាច់គោចៀនទឹកប្រហុកហ្នឹងណាអញ្ចឹងហីអត់មានបន្លែទេបងប្អូនបន្លែមានតែបន្លែផ្សេងដែលអត់ត្រូវជាមួយសាច់គោអញ្ចឹងណាជាតិសាហាវហ្មងបងប្អូនសាច់គោរបស់យើងគឺឡើងទុនផុយស្រួលញ៉ាំហ្មងបងប្អូនហើយសាច់គោហ្នឹងបើសិនជាបងប្អូនចង់ឲ្យវាកាន់តែផុយស្រួលញ៉ាំទៀតណាគឺយើងហាន់វាទៅតឹងសាច់បើយើងហាន់បដោយសាច់អញ្ចឹងគឺវាផុយដែរបងប្អូនគ្រាន់តែថាវាអត់ផុយដូចយើងហាន់ទៅតឹងសាច់អញ្ចឹងណាអានេះខ្ញុំច្រឡំបងប្អូនហើយពេលហាន់ហ្នឹងភ្លេចគិតថាអាណាទៅតឹងអាណាបដោយអញ្ចឹងណាហាន់យកតទៅរួចបាននឹកឃើញហើយសម្រាប់បងប្អូនណាដែលមានចក្រានខ្ជុំអាំងណាបានដូចគ្នាវិធីប្រឡាក់តែមួយប្រឡាក់គ្រឿងដូចគ្នាទៅយើងយកវាទៅអាំងណាប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងបងប្អូនកុំអាំងឲ្យឆ្អិនព្រោះសាច់គោសាច់ហ្នឹងបើឆ្អិនគឺដឹងតែរឹងហើយអត់ឆ្ងាញ់ហ្មងនិយាយទៅតតែវានៅរៀងឆៅខ្លះបានវាឆ្ងាញ់ជាតិហ្មងបងប្អូនហើយបើសិនជាបងប្អូនអត់ជឿថាឆ្អិនទៅអត់ឆ្ងាញ់ទេបងប្អូនសាកធ្វើមើលទៅជាឲ្យឆ្អិនទៅហើយយកមកញ៉ាំមើលគឺដឹងតែរឹងហ្មងឥឡូវសាក់ញ៉ាំតែសាច់គោទៅទេចង់ដឹងថារសជាតិវាមិនដែរបើសិនជាយើងអត់ជ្រលក់ជាមួយទឹកម្រេចចឹងណាសាច់គោទៅទេក៏ឆ្ងាញ់ដែរបងប្អូនវាមានជាតិក្នុងនឹងស្រាប់ហើយប្រៃឡាយមកល្មមនិយាយទៅបើសិនយើងញ៉ាំទៅទេក៏បានដែរគ្រាន់តែថាវារៀងសាបបន្តិចអញ្ចឹងណាតែបើសិនយើងបានជ្រលក់ជាមួយទឹកម្រេចឬក៏ទឹកប្រហុកអីទៀតគឺវាកាន់តែឆ្ងាញ់ថែមទៀតអញ្ចឹងប៉ណ្ណឹងសិនចង់ដើម្បីកុំឲ្យវីដេអូរបស់យើងវែងពេកហើយបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ